លោកពូទិញផ្កាឲ្យខ្ញុំមួយតុងទៅប្អូនប្រុសខ្ញុំគ្រុនក្តៅខ្លាំងណាស់សូមមេត្តាជួយផងសៀវយូសៀវអានមេឃធ្លាក់ព្រើខ្លាំងយ៉ាងនេះហេតុអ្វីកូនស្លៀកពាក់ស្ដើងបែបនេះមកលក់ផ្កានៅតាមផ្លូវប្រាប់ម៉ាក់ត្រង់មកតើមានរឿងអ្វីកើតឡើងចាំបន្តិចក្មេងពីរនាក់នេះជាកូនបង្កើតរបស់នាងមែនទេស៊ូវ៉ាន់ឈីងប្រាប់ខ្ញុំឲ្យច្បាស់មកលោកស្ដាប់សិនកុំទាន់ឲ្យខឹងចាំយើងត្រឡប់ទៅផ្ទះវិញខ្ញុំនឹងប្រាប់លោកគ្រប់យ៉ាងទាំងអស់តើបានទេកូនច្រឡំមនុស្សហើយសៀវអានកុំខ្លាចបងនឹងនាំអូនទៅច្រឡំមនុស្សអ្វីដល់ថ្នាក់សំបីតែម៉ាក់បង្កើតខ្លួនឯងក៏មិនហ៊ានទទួលផងកូនមិនមែនរៀននៅសាលាឯកជនដ៏ល្បីនោះទេហេតុអ្វីបានជាមកលក់ផ្កាក្នុងរដូវធ្លាក់ព្រើបែបនេះទៅវិញនិយាយមកទៅរៀនអ្វីទៀតទៅពួកយើងសំបីតែផ្ទះដេកក៏គ្មានដែរអត់បាយអត់ទឹកត្រជាក់ញាប់ញ័ររាល់ថ្ងៃយកលុយឯណាមកបង់ថ្លៃសាលារឿងនេះមិននឹងអាចទៅរួចម៉ាក់ផ្ញើលុយឲ្យកូន 20,000 រៀងរាល់ខែមិនដែលខានឡើយមិនដែលខកខានមួយខែណាឡើយហេតុអ្វីបានជាគ្មានលុយទិញបាយហូបទៅវិញលុយទាំងប៉ុន្មានត្រូវបានប៉ាដណ្ដើមយកទៅអស់ហើយគាត់ថែមទាំងជេរពួកយើងថាជាបន្ទុកទៀតផងគេដេញពួកយើងចេញឲ្យទៅរកផ្លូវរស់ខ្លួនឯងចុះឪពុកបង្កើតរបស់ពួកកូនឯណារឿងធំដល់ថ្នាក់នេះគាត់ងាប់ទៅណាអស់ហើយគាត់មិនខ្វល់ពីពួកកូនទេប៉ាលួចលក់ផ្ទះនៅឯស្រុកអស់ហើយយកលុយរត់តាមមីងថ្មីបាត់ទៅហើយទូរស័ព្ទក៏ទេមិនចូលដែរឥឡូវពួកយើងកំពុងស្នាក់នៅអគារដែលសាងសង់មិនទាន់រួចនៅជីក្រុងពេលយប់ខ្យល់បក់មកត្រជាក់ខ្លាំងណាស់អានវាចាប់ផ្ដើមគ្រុនក្តៅដោយសារតែត្រជាក់កាលពីយប់មិញនេះឯងអព្រះអើយរឿងធំដល់ថ្នាក់នេះហេតុអ្វីមិនមកប្រាប់ម៉ែកូនមកមិនបានទេម៉ែនៅផ្ទះថ្មីក៏ពិបាកគ្រប់គ្រាន់ហើយបើនៅអូសទាញពួកកូនពីរនាក់នេះទៅទៀតនឹងត្រូវប៉ាថ្មីដេញចេញពីផ្ទះមិនខានពួកយើងមិនអាចធ្វើឲ្យម៉ែលំបាកបានទេជីនសឹងឲ្យម៉ែសុំអង្វរកូននេះជាកូនបង្កើតដែលចេញពីពោះម៉ែមកម៉ែពិតជាមើលពួកវាដេកតាមផ្លូវមិនបានទេសូមឲ្យម៉ែបានជួយកូនផងស្ដាប់ម៉ែណាក្នុងបាននេះមានលុយ20,000កូនយកទៅឲ្យប្អូនព្យាបាលជំងឺនិងបង់ថ្លៃសាលារៀនភ្លាមទៅរួចរកផ្ទះជួលឲ្យបានល្អជាងនេះបន្តិចបើអស់លុយត្រូវតែមករកម៉ែជាម៉ែបង្កើតរបស់ពួកកូនរឿងនេះគ្មានថ្ងៃផ្លាស់ប្ដូរបានឡើយមានបញ្ហាអ្វីត្រូវប្រាប់ម៉ែពួកកូនមិនមែនជាបន្ទុករបស់ម៉ែទេម៉ាក់សុំទោសដែលមិនបានមើលថែកូនឲ្យបានល្អចុះពួកយើងអាចទៅនៅជាមួយម៉ាក់បានទេពួកយើងនឹកម៉ាក់ខ្លាំងណាស់កូនឲ្យរឿងថ្ងៃនេះវាភ្លាមពេកម៉ាក់ពិតជាមិនដឹងសោះថាពួកកូនរស់នៅលំបាកបែបនេះពួកកូនរកកន្លែងស្នាក់នៅសិនទៅម៉ាក់នឹងពិភាក្សាជាមួយពូហ៊ូរបស់កូនឲ្យបានច្បាស់លាស់ពេលពិភាក្សារួចហើយម៉ាក់នឹងមកទទួលពួកកូនភ្លាមបានទេជំនួយការឆែនទៅដកលុយ2លានដាក់ក្នុងវ៉ាលីហើយយកមកឲ្យខ្ញុំនៅត្រង់ផ្លូវបំបែកនេះធ្វើឲ្យលឿនឡើងបានហើយអ្នកម៉ាក់ឲ្យតែមានលុយព្យាបាលជាវ៉ាន់បានហើយក្រោយមកខ្ញុំនឹងរៀនផងហើយដើររើអេតចៃផងម៉ាក់រស់នៅតាមសម្រួលចុះពួកយើងនឹងមិនមកតាមរកម៉ាក់ទៀតទេជាវ៉ាន់ទៅចុះឈប់នៅទីនោះតើមានរឿងអីទីនេះនឹកឃើញចង់មកក៏មកចង់ទៅក៏ទៅបានមែនទេពូសុំទោសពួកយើងនឹងទៅឥឡូវនេះសន្យាថាថ្ងៃក្រោយនឹងមិនឲ្យពូឃើញមុខទៀតទេកុំតន់ឲ្យទៅណាប្រគល់កាតដែលនៅក្នុងដៃឲ្យខ្ញុំមក Hugh បើមានកំហឹងក៏មកបញ្ចេញលើខ្ញុំមកលុយក្នុងកាតនេះសុទ្ធតែជាលុយដែលខ្ញុំសន្សំទុកសម្រាប់រៀបការខ្ញុំមិនបានប្រើលុយត្រកូលហ៊ីវរបស់ពូសំបីតែមួយសេនពួកគេជាកូនបង្កើតរបស់ខ្ញុំតើពូត្រូវតែឃើញពួកគេស្លាប់ដោយសារត្រជាក់នៅតាមផ្លូវទើបពូពេញចិត្តមែនទេស៊ូវ៉ាន់ឆេងតើអ្នកគិតស្អីផ្ដេសផ្ដាស់ពេញមួយថ្ងៃអញ្ចឹងក្នុងចិត្តអ្នកខ្ញុំគ្រាន់តែជាមនុស្សអាត្មានិយមគ្មានបេះដូងម្នាក់មែនទេចុះមិនមែនអីចឹងទេក្មេងទាំងពីរនាក់ឥឡូវសំបីតែទីជំរកជ្រកកោនក៏គ្មានផងឯកូនប្អូនទៀតសោតក្តៅខ្លួនខ្លាំងបែបនេះតើខ្ញុំជាម្ដាយបង្កើតគេអាចនៅស្ងៀមមើលបានដែរឬអ្នកគិតថាទឹកប្រាក់ត្រឹមតែ2សែនអាចទូទាត់ស្នេហ៍ម្ដាយកូនរាប់សិបឆ្នាំបានឬអាចបំពេញក្តីស្រឡាញ់ដែលពួកគេខ្វះខាតតាំងពីតូចមកបានដែរឬអ្នកលាក់បាំងខ្ញុំគ្រប់យ៉ាងគ្រាន់តែព្រោះតែការព្រួយបារម្ភផ្ដេសផ្ដាស់ទាំងនោះគឺដោយសារអ្នកគិតថាខ្ញុំ Hugh ជាមនុស្សចិត្តចង្អៀតមិនអាចទទួលយកកូនរបស់អ្នកបានលោក Hugh ទឹកប្រាក់2លានដែលលោកកំងត្រូវបានរៀបចំដាក់ក្នុងប្រអប់រួចរាល់ហើយម្យ៉ាងទៀតម្សៅសម្អាតថ្មី Kenyan ផលិតផលថ្មីរបស់ផ្នែកសុខភាពក៏បានដាក់លក់ហើយដែរខាងនោះកំពុងរងចាំលោកសម្រេចចិត្តកំណត់តម្លៃយកលុយទៅទុកក្នុងឡានទៅថ្ងៃនេះខ្ញុំ Hugh សំណាងណាស់ដែលបានកូនប្រុសល្អពីរនាក់តើអ្នកកំពុងធ្វើអ្វីនេះលុយសុទ្ធ2លាននេះ2លាននេះគឺជាលុយដែលខ្ញុំឲ្យក្មេងទាំងពីរនាក់នេះទុកចាយផ្ទាល់ខ្លួនបន្តិចទៀតយើងនឹងនាំឆេវ៉ាន់ទៅមន្ទីរពេទ្យល្អបំផុតដើម្បីព្យាបាលរួចហើយត្រឡប់ទៅវីឡាយាយផ្ទាល់តែម្ដងបន្ទប់គេងធំបំផុតដែលបែរមុខទៅទិសខាងត្បូងក្បែរមេគ្រួសារខ្ញុំបានរៀបចំឲ្យគេសម្អាតរួចរាល់អស់ហើយចាប់ពីពេលនេះទៅនោះគឺជាផ្ទះដ៏កក់ក្ដៅរបស់ពួកគេប្តីឲ្យពួកគេមិនមែនមានឈាមជ័ររបស់អ្នកទេណាអ្នកមិនត្រឹមតែឲ្យលុយ2លានប៉ុណ្ណោះទេថែមទាំងសុខចិត្តទទួលពួកគេចូលក្នុងផ្ទះទៀតខ្ញុំពិតជាមិនបានយល់សប្តិមែនទេនិយាយរឿងមិនសមហេតុផលអ្វីហ្នឹងកូនរបស់ Shuwan King ក៏គឺជាកូនរបស់ Hugh ដែររឿងរ៉ាវលំបាកនិងភាពយុត្តិធម៌ដែលក្មេងទាំងពីរធ្លាប់ឆ្លងកាត់កន្លងមកខ្ញុំហ៊ានធានាចាប់ពីពេលនេះទៅនឹងមិនមានទៀតឡើយ
ឥឡូវខ្ញុំជាមេគ្រួសារហើយខ្ញុំត្រូវតែទៅទទួលពួកគេមកវិញដោយត្រឹមត្រូវអ្វីដែលពួកគេខ្វះខាតការស្រឡាញ់និងកិត្តិយសដែលបាត់បង់ខ្ញុំនឹងយកមកវិញទាំងអស់ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាឃើញថាកូនពីរនាក់នេះក៏មានប៉ាបង្កើតចាំជួយទំនុកបំរុងដែរប៉ារបស់កូនកូនប្រុសល្អឆាប់បីប្អូនឡើងឡានទៅនៅក្នុងនោះកក់ក្ដៅណាស់មិត្តភ័ក្តិទាំងអស់គ្នាក្នុងពេលដែលចូលមកក្នុងគ្រួសារតែមួយគឺត្រូវមានសុខរួមគ្នាមានទុក្ខរួមគ្នាខ្ញុំជាប្រុសពេញលក្ខណៈម្នាក់ទទួលកូនបង្កើតរបស់ប្រពន្ធមកនៅជាមួយគ្នាជួយការពារគ្រួសារមួយនេះទើបជាអ្វីដែលប្រុសពិតប្រាកដត្រូវធ្វើអ្នកទាំងអស់គ្នាថាថ្ងៃនេះខ្ញុំធ្វើត្រូវដែរឬទេបើគិតថាត្រូវជួយចុច like គាំទ្រផង